សូមអនុមោទនីนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธุรัตนตยสะวันเตมิទូព្រះបង្គំខ្ញុំព្រះអង្គសូមលើកកបងអញ្ជលីនមស្ការទិសដៅចំពោះគុណកៅទាំង3ណាគឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងទីតីអំពីបទនមស្ការនេះទៅនៅក្នុងវេលារាត្រីនេះដែរខ្ញុំព្រះករុណាអាត្មាភាពនឹងសម្ដែងថ្លែងប្រាប់ញាតិញោមតេតិនទៅនឹងរឿងរុក្ខទេវតាណាញាតិញោមណាហ្នឹងហើយរឿងរុក្ខទេវតាដោយមានមូលន័យហ្នឹងគឺអ្នកមានទ្រព្យសម្បត្តិអ្នកមានទ្រព្យសម្បត្តិមានយុស័កគួររក្សាអ្នកក្រឥតយុស័កណាញាតិញោមហ្នឹងហើយដោយនៅក្នុងកាលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងក្រុងព្រះនសីហើយការនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារុក្ខទេវតាញាតិញោមគង់នៅនាដើមឈើមួយក្បែរព្រៃធំញាតិញោមនេះគឺការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាព្រះពោធិសត្វទ្រង់សោយព្រះជាតិជារុក្ខទេវតាញាតិញោមហ្នឹងហើយមានរុក្ខទេវតាមួយអង្គទៀតអាស្រ័យនៅនឹងដើមឈើធំបំផុតញាតិញោមហ្នឹងហើយនៅក្នុងព្រៃចិត្តលំនៅរបស់ព្រះពោធិសត្វចឹងហើយចឹងគឺនៅក្នុងព្រៃហ្នឹងគឺមានរុក្ខទេវតា2ញាតិញោមហ្នឹងហើយរុក្ខទេវតាមួយនឹងជាព្រះពោធិសត្វរីឯរុក្ខទេវតាមួយទៀតនោះគឺជារុក្ខទេវតាផ្សេងទៀតបងញាតិញោមមាន2ណាញាតិញោមហ្នឹងហើយនៅក្នុងព្រៃនោះមានរាជសីនឹងខ្លាធំអាស្រ័យនៅផងដោយហេតុតែរាជសីនឹងខ្លាអាស្រ័យនៅមនុស្សផងទាំងឡាយមិនហ៊ានទៅធ្វើស្រែចម្ការនៅទីជិតព្រៃនោះទេឬក៏កាប់ដើមឈើនៅក្នុងព្រៃនោះឡើយព្រោះខ្លាចសត្វទាំងពីរហ្នឹងមកបៀតបៀននេះគឺនិយាយអំពីនៅក្នុងព្រៃនោះគឺមានសត្វសាហាវណាញោមពិសេសហ្នឹងគឺសត្វរាជសីនិងខ្លាធំណាញោមដែលនៅរស់នៅអាស្រ័យនៅក្នុងព្រៃហ្នឹងណាញោមហ្នឹងហើយរាជសីនិងខ្លាហ្នឹងគឺតែងតែចាប់មរឹកផ្សេងហ្នឹងស៊ីជាអាហារចោលសាច់ឆ្អឹងគោះពីពេញព្រៃនោះសាច់នឹងឆ្អឹងហ្នឹងសំណល់ទាំងឡាយនោះក៏រលួយរលិចដែលមានក្លិនហ្នឹងឆ្អេះឆ្អាបស្អុយផ្សាយទៅទាំងព្រៃហ្នឹងហើយអញ្ចឹងនៅក្នុងព្រៃហ្នឹងដែរគឺសត្វសីហៈនិងខ្លាហ្នឹងគឺតែងតែចាប់សត្វផ្សេងមិនថាសត្វមានជើងសត្វឥតជើងសត្វជើង2សត្វជើង4គឺតែងតែចាប់យកមកស៊ីជាចំណីរបស់សត្វទាំងពីរហ្នឹងទៅដែលថាសត្វដែលទូចជាងខ្លួនមានឫទ្ធិអំណាចហ្នឹងទូចជាងខ្លួននឹងខ្លួនចាប់យកមកស៊ីញាតិញោមហើយមិនថែមតែចាប់ស៊ីគឺថាសល់ស៊ីហើយសល់ឆ្អឹងសល់សាច់មួយចំនួនអញ្ចឹងទៅនៅក្នុងព្រៃវាសល់យូរទៅវាធ្វើឲ្យស្អុយញាតិញោមហ្នឹងហើយវាធ្វើឲ្យក្នុងព្រៃហ្នឹងស្អុយទៅដោយក្លិនអាសោចនៅក្នុងព្រៃហ្នឹងឯរុក្ខទេវតាដែលនៅក្នុងដើមឈើធំញោមរុក្ខទេវតានៅក្នុងដើមឈើធំហ្នឹងជាអ្នកល្ងងខ្លៅមិនយល់ហេតុផលជ្រៅហើយបាននិយាយនឹងព្រះពោធិសត្វថាណែសម្លាញ់
ព្រៃនេះមានក្លិនស្អុយអាសោចពេកណាព្រោះតែសត្វសីហៈនិងខ្លាដែលជាសត្វចង្រៃយើងត្រូវតែដេញវាឲ្យចេញទៅកុំឲ្យវានៅតទៅទៀតហ្នឹងហើយនេះគឺរុក្ខទេវតាដែលអាស្រ័យលើដើមឈើធំហ្នឹងគឺការទុកមិនសុខចិត្តទេញាតិញោមដោយគ្រាន់តែគេធំក្លិនស្អុយទីលំនៅខ្លួនហ្នឹងក៏នៅមិនសុខបក់មិនលហើយអញ្ចឹងទៅញាតិញោមនេះភាសាខ្មែរយើងញោមក៏គិតថានឹងដេញចេញទៅកុំឲ្យនៅទៀតហ្នឹងនាំតែស៊ីសាច់ស៊ីអីសត្វផ្សេងធ្វើឲ្យស្អុយកន្លែងខ្លួននៅមិនបានអីចឹងទៅហ្នឹងហើយអញ្ចឹងក៏ទៅប្រាប់ព្រះពោធិសត្វហ្នឹងដែលជារុក្ខទេវតាដូចគ្នាហ្នឹងក៏ប្រាប់ថាដេញចេញទៅកុំឲ្យនៅទៀតហ្នឹងហើយកុំឲ្យនៅទៀតព្រោះនៅទៅមិនចំណេញទេនាំតែស្អុយនាំតែទីកន្លែងខ្លួនហ្នឹងវាអាសោចវាអាក្រក់អញ្ចឹងទៅញាតិញោមហ្នឹងហើយបើយើងនិយាយអំពីព្រះពោធិសត្វព្រះពោធិសត្វហ្នឹងក៏បានដឹងរឿងរ៉ាវហើយក៏ឆ្លើយតបទៅរុក្ខទេវតានឹងវិញថាណាសម្លាញ់អ្នកដឹងដែរទេឬវិមានរបស់យើងដែលតាំងនៅបានហ្នឹងព្រោះអាស្រ័យសត្វទាំងពីរនឹងឯងហ្នឹងហើយព្រោះអាស្រ័យនៅលើសត្វទាំងពីរនឹងឯងបើយើងដេញវាទៅមនុស្សផងទាំងឡាយហ្នឹងកាលបើមិនឃើញដានជើងសីហៈនឹងខ្លាធំហើយក៏នឹងនាំគ្នាមកកាប់ព្រៃឈើជីកកោះយកធ្វើជាកាត់មានន័យថាយកកាប់ព្រៃឈើហ្នឹងគឺឲ្យស្រឡះដោយយកដីហ្នឹងធ្វើជាស្រែចម្ការអញ្ចឹងទៅហ្នឹងហើយវិមានរបស់យើងហ្នឹងក៏នៅមិនសក់ដែរប្រកាសជីវិតនេះទៅតាមមិនខានទេហ្នឹងហើយព្រោះហេតុនោះអ្នកហ្នឹងកុំចូលចិត្តចង់ដេញសត្វទាំងពីរនោះឡើយរីឯទេវតារុក្ខទេវតាហ្នឹងញាតិញោមហើយដោយគ្រាន់តែរឿងប៉ុណ្្នឹងមិនស្ដាប់ទេញាតិញោមមិនស្ដាប់ព្រះពោធិសត្វនឹងប្រាប់ទេហ្នឹងរុក្ខទេវតានោះក៏មិនធ្វើតាមមិនធ្វើតាមព្រះអង្គប្រាប់ឲ្យយោបល់ទេថ្ងៃមួយហ្នឹងក៏បានរុក្ខទេវតាដែលនៅដើមឈើធំនេះញាតិញោមហ្នឹងហើយបាននិមិត្តខ្លួនធំសម្បើមញាតិញោមនិមិត្តខ្លួនធំសម្បើមដោយលងបន្លាចលងបន្លាចមរឹកគំរាមក្រហមគំរាមញាតិញោមក្រហមគំរាមដេញរាជសីនិងខ្លាធំទាំងពីរហ្នឹងឲ្យរត់ខ្ចាត់ខ្ចាយពីនេះបាត់ទៅញាតិញោមហើយភ័យពេលហ្នឹងសត្វមរឹកសត្វសីហៈហ្នឹងក៏ភ័យដែរញាតិញោមព្រោះឃើញធំខ្មៅឬក៏សំលេងខ្លាំងក្រហមគំរាមហ្នឹងក៏រត់ចាត់ខ្ចាយបាត់ទៅហ្នឹងហើយដោយមិនដឹងថាជារុក្ខទេវតាដែលជាអ្នកនិមិត្តខ្លួនទេមិនដឹងទេដោយគ្រាន់តែឃើញក៏ខ្លាចឃើញធំជាងខ្លួនខ្លាចគេលោមានរិទ្ធអំណាចខ្លាំងជាងខ្លួនអញ្ចឹងទៅក៏រត់ខ្ចាត់ខ្ចាយបាត់ទៅរត់បាត់ទៅហើយបើយើងក្រឡេកទៅមើលមនុស្សផងទាំងឡាយការបើមិនឃើញដានជើងរបស់សត្វទាំងពីរនោះហើយហ្នឹងក៏នាំក៏សម្គាល់ថារាជសីនិងខ្លាហ្នឹងឈប់នៅទីហ្នឹងហើយមិននៅទីនោះទេទៅនាំគ្នាហ្នឹងទៅជីកកោះព្រៃឈើហ្នឹងអស់រលីងញាតិញោមហ្នឹងហើយនេះគឺមូលហេតុដោយសារតែមិនស្ដាប់ការប្រាប់ណែនាំអំពីព្រះពោធិសត្វនោះឯងញាតិញោមហើយឃើញអត់ចុងក្រោយត្រូវប្រជាជននាំគ្នាចូលមកកាប់ព្រៃឈើអស់រលីងពេលចឹងហើយរុក្ខទេវតានោះញាតិញោមនឹងឃើញគេកាប់ព្រៃឈើហើយក៏បានចូលទៅរកព្រះពោធិសត្វហើយនិយាយរាយរាប់ប្រាប់ព្រះពោធិសត្វថាដោយខ្លួននឹងបានដេញសត្វទាំងពីរនឹង
ចេញទៅបាត់ហើយណាដោយខ្លួននឹងបានដេញសัตว์សីហៈនឹងសัตว์ខ្លានឹងចេញទៅបាត់ហើយហើយឥឡូវនេះមនុស្សដឹងថាសัตว์ទាំងពីរហ្នឹងមិននៅកន្លែងហ្នឹងមិននៅក្នុងព្រៃហ្នឹងក៏នាំគ្នាទៅកាប់ព្រៃឈើអស់លេងហើយយកមកហើយណាទៅកាប់ព្រៃឈើអស់លេងហើយនៅពេលនោះដែរក៏ណាព្រះពោធិសត្វហ្នឹងក៏បានបញ្យលប្រាប់បន្ថែមទៀតញាតិញោមហ្នឹងដោយថានៅចិត្តខាងគ្នាấyក៏ប្រាប់ចឹងទៅណាញាតិញោមប្រាប់ឲ្យថាឥឡូវនេះសត្វទាំងពីរនោះមិនទាន់ទៅណាឆ្ងាយទេណានៅឯក្នុងព្រៃហ្នឹងណាចិត្តព្រៃហ្នឹងឯងណាចូលនេះឯងទៅបបួលណាទៅបបួលវាហ្នឹងឲ្យត្រឡប់មកវិញមកត្រូវទៅបបួលសត្វទាំងពីរហ្នឹងមកនៅនឹងវិញមកព្រោះមិនមានអីទេណាខ្លួនគាត់តែជានិមិត្តដើម្បីបន្លាចទេមិនមានរឿងរ៉ាវឲ្យកាត់ឡើងទេណាក៏បបួលឲ្យសត្វនឹងមកនៅវិញតែសត្វនោះមិនមកនៅឯណាញាតិញោមណាមិននៅឯណាអញ្ចឹងគឺខឹងមកផ្លេតញាតិញោមខឹងមកផ្លេតដេញគេចុងក្រោយទៅបបួលគេទៅហៅគេមកវិញគេអត់មកទេណាគេមិនមកទេអញ្ចឹងរុក្ខទេវតាដែលឆោតល្ងងក៏ចូលទៅក្នុងព្រៃនោះញាតិញោមចូលទៅក្នុងព្រៃតាមពាក្យព្រះពោធិសត្វហើយក៏អង្គុយអញ្ជលីខាងមុខសត្វទាំងពីរញាតិញោមគួរសំណោះសំណោចអង្វរឲ្យសត្វទាំងពីរនឹងចូលទៅក្នុងព្រៃវិញណាហើយសត្វទាំងពីរនោះណាទោះបីទេវតារុក្ខទេវតានឹងអង្វរយ៉ាងណាក៏បដិសេធដាច់ខាតមិនទៅទេមិនទៅទេណាអ្នកឯងចូលទៅវិញចុះខ្ញុំមិនទៅទេខ្ញុំលេងទៅហើយណានៅក្នុងនឹងគួរឲ្យខ្លាចណាខ្ញុំមិនទៅវិញទេរុក្ខទេវតានឹងក៏តល់គំនិតណាមិនដឹងថាធ្វើយ៉ាងណាទៅឲ្យសត្វទាំងពីរនឹងមកនៅកន្លែងនឹងវិញក៏ទៅទីលំនៅរបស់ខ្លួនវិញញាតិញោមហើយមនុស្សផងទាំងឡាយហ្នឹងក៏ណានៅតែនាំគ្នាណាជីកកោះកាប់ដើមឈើធំតូចធំដែលនៅហ្នឹងរំលោមអស់លីងចឹងទៅញាតិញោមរហូតដល់អស់ព្រៃធំនោះទៅ